បាទនៅសួស្តីបងប្អូនទាំងអស់គ្នាបាទហើយក៏សូមស្វាគមន៍បាទសម្រាប់ការចូលមកទស្សនាវីដេអូនៅក្នុង Channel របស់ខ្ញុំអូខេវីដេអូថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញជូនដល់បងប្អូនទាំងអស់គ្នាពី event មួយដែលមាននៅលើ OKX Exchange ដែល event មួយនេះគឺបង្កើតឡើងសម្រាប់រដូវកាល World Cup នេះតែម្ដងហើយខ្ញុំបញ្ជាក់ឡើងវិញ event មួយនេះគឺជាការទាយបាទលទ្ធផលបាល់ទាត់ទៅលើការប្រកួតនីមួយៗអាចជាការទាយតើប្រទេសណានឹងឈ្នះពានកីឡាករណាដែលនឹងរកគ្រាប់បាល់បានច្រើនជាងគេបាទហើយមើលទៅតំណងសប្បាយលេងមែនទែនហើយខ្ញុំក៏បានសាកបងលេងជាមួយវាផងដែរហើយការចូលរួមលេងនេះគឺมันតម្រូវបងប្អូនទាំងគ្នាបាទដាក់លុយវិនិយោគអីទេខ្ញុំបញ្ជាក់ឲ្យច្បាស់มันមានការដាក់លុយសម្រាប់វិនិយោគទេគឺការចូលរួមលេងដោយ free ហើយការចូលរួមនេះតម្រូវបងប្អូនទាំងគ្នាធ្វើការសន្សំជាមួយ XP នេះ XP នេះគឺយើងបានទទួលវាតាមរយៈការចូលទាយលទ្ធផលបាល់មានន័យថាឧទាហរណ៍តាមបងប្អូនទាំងគ្នាមានចំនួន16 HP នេះហើយបងប្អូនទាំងគ្នាចូលទៅទាយថាប្រទេសណាមួយនឹងឈ្នះហើយចឹងទៅបងប្អូនទាំងគ្នាទទួលបាន16 HP ត្រឡប់មកវិញដូចយើងឧទាហរណ៍ថាយើងមាន$1យើងចាក់$1ថាប្រទេសអេស្ប៉ាញឈ្នះបើសិនវាឈ្នះយើងទទួលបានសរុបវិញគឺ$2ចឹងទៅហ្នឹងហើយតម្រងវាក៏ដូចគ្នាអញ្ចឹងប៉ុន្តែជាតម្រងនៃការសន្សំ HP ហើយ HP នេះផងដែរបងប្អូនទាំងគ្នាអាចទទួលបានតាមរយៈការ check in ជារៀងរាល់ថ្ងៃផងដែរបាទគឺមានពីររបៀបទី1គឺយើង check in រៀងរាល់ថ្ងៃនេះឧទាហរណ៍ថាខ្ញុំចូលរួមលេងជាមួយវាហើយទីទៀតខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាថាតើយើងអាចចូលរួមលេងនៅក្នុង event មួយនេះដោយរបៀបណាហើយឧទាហរណ៍ឥឡូវបងប្អូនទាំងគ្នាបានចូលរួមលេងហើយបងប្អូនទាំងគ្នាត្រូវចូលមក check in ជារៀងរាល់ថ្ងៃហើយការ check in គឺយើងទទួលបានចាប់ពី5 HP រហូតដល់10 HP អូខេអញ្ចឹងខ្ញុំចុច check inអូខេអញ្ចឹងខ្ញុំទទួលបានជាមួយនឹង10 HP ហើយ HP នេះផងដែរនេះគឺវាឡើងនៅខាងលើនេះបងប្អូនឃើញគឺវាលោតឡើងនៅខាងលើហើយខាងក្រោមនេះក៏យើងរកបាន HP បន្ថែមដែរតាមរយៈការចូលទទួលទាយបាល់ទាត់ផ្សេងៗផងដែរអញ្ចឹងណាអូខេអញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់ឲ្យទៅចាំបង្ហាញបងប្អូនគ្នាពីរបៀបនៃការចូលរួមលេងនៅពេលក្រោយនៅពេលបងប្អូនគ្នាចូលរួមហើយបងប្អូនគ្នាអាចចូលមកទស្សទាយបានឧទាហរណ៍ថាចូលមកដល់កន្លែងនេះបងប្អូនគ្នាអាចចុចលើថា go នេះចុចលើថា go អូខេ goបងប្អូនទាំងគ្នានឹងចូលមកដល់ចំណុចមួយទៀតគឺជាការទស្សន៍ទាយលទ្ធផលបាល់ទាត់ហ្នឹងហើយអញ្ចឹងបងប្អូនទាំងគ្នានឹងចូលមកដល់ក្នុងចំណុចនេះគឺជាការទាយថាក្រុមណានឹងឈ្នះហើយគេមាន3ទម្រង់ដែលអាចឲ្យយើងធ្វើការទស្សន៍ទាយបានទី1ក្រុមណានឹងឈ្នះទី2មួយទៀតគឺលទ្ធផលតើលទ្ធផលនោះវាស្មើឬក៏ចាញ់ឈ្នះអញ្ចឹងណាអញ្ចឹងបងប្អូនទាំងគ្នាអាចរើប្រទេសរបស់បងប្អូនទាំងគ្នាអាចទូទាយថានឹងឈ្នះនៅពេលប្រកួតនឹងបានហើយនេះលទ្ធផលនេះគឺអូស្ត្រាលីជាមួយទូគីនេះគឺបញ្ចប់ហើយគឺអូស្ត្រាលីស៊ី2-0ហើយអញ្ចឹងយើងអាចចូលទូទាយបានលើក្រុមបន្តទៀតឥឡូវសម្រាប់កូឡុំប៊ីបាទកូឡុំប៊ីប៉ូទុយហ្គាល់បងប្អូនទាំងគ្នាគិតថាក្រុមណានឹងឈ្នះឥឡូវខ្ញុំថាខ្ញុំអត់ទេខ្ញុំយកស្មើឲ្យចុះអូខេខ្ញុំយកស្មើខ្ញុំចុចនេះមួយមកហើយយើងមើល HP របស់យើងតើយើងមានប្រមាណអូខេអញ្ចឹងខ្ញុំមាន10 HP ខ្ញុំដាក់ max ទាំងអស់តែម្ដងខ្ញុំចុច buy អូខេខ្ញុំចុច buy វាតែម្ដងអូខេអញ្ចឹងនេះបើយើងឈ្នះបានរហូតដល់38 HP វាគុណទឹកលុយយើងដូចគ្នាអញ្ចឹងតាមពិតទៅ HP របស់ខ្ញុំមាន3-400ហើយតែខ្ញុំថ្ងៃនេះខ្ញុំចាញ់ខ្ទេចអស់ហើយខ្ញុំនិយាយត្រង់ខ្ញុំចាញ់នឹងប្រេស៊ីលខ្ញុំចាញ់នឹងទូគីហើយនិយាយទៅចាញ់អស់ហើយចាញ់នឹង Swiss ទៀតអញ្ចឹងអស់លេង HP របស់យើងហើយកន្លែងនេះខ្ញុំបញ្ជាក់បន្តិចថាតើយើងសល់ HP ដើម្បីអីមកដល់គ្នាអាចអស់មកខាងក្រោមនឹងឃើញ leaderboard របស់គេនេះ leaderboard នេះគឺជាអ្នកដែលគេទទួលបានជាមួយនឹង HP ខ្ពស់អូខេហើយយើងចុច view leaderboard នេះមកevent នេះគឺគេចែករហូតដល់16កាក់ BTC ហើយអ្នកដែលសន្សំបាន HP ច្រើនជាងគេនឹងមានឱកាសទទួលបានលុយកាន់តែច្រើនអញ្ចឹងអ្នកលេខ1បច្ចុប្បន្នភាពនេះគេមានរហូតដល់340000ហើយគេទទួលបាន 0.23 BTC អញ្ចឹងបងប្អូនអ្នកអាចយកទៅគុណទៅ 0.23 ហើយបច្ចុប្បន្ន BTC មួយកាក់វាគឺ$60000ជាង62000 13000អញ្ចឹងវាចិត្តកន្លះហើយអញ្ចឹងវាច្រើនមែនតើមកចិត្ត$30000ហើយមិនមែនតែ leaderboard ទេមានខាងក្រោមទៀតអ្នកខ្លះក៏បន្ទុកតិចដែរ4000 3000អញ្ចឹងទៅហើយលុយរបស់គេទទួលបាននេះតាមកតុយនេះអញ្ចឹង event មួយនេះយើងលេងមិនអត់ប្រយោជន៍ទេបើសិនបើយើងទីត្រូវបានកាន់តែច្រើនបងប្អូនគ្នានឹងមានឱកាសបាទទទួលបានជាកាក់ BTC តាមនឹងផងដែរយើងសន្សំ HP ច្រើនយើងទទួលបានលុយបានកាន់តែច្រើនផងដែរហើយរបៀបនៃការលេងគឺប៉ុណ្្នឹងទេមានអីច្រើនទេបងប្អូនធ្វើយ៉ាងណាចូលមក check in ជារៀងរាល់ថ្ងៃហើយយក HP របស់យើងទទួលជាលទ្ធផលបាល់ទាត់មានតាំងពីទីថាប្រទេសណាដែលឈ្នះពានក្រុមណាដែលនឹងឈ្នះប្រកួតនីមួយៗរបស់គេនឹងតែជាការ recommend ខ្ញុំគិតថាបងប្អូនគ្នាដំបូងចូលរួមទាយបាទក្រុមដែលឈ្នះសិនទៅហើយបើសិនបើយើងចង់ទាយបន្ថែមទៀតបងប្អូនគ្នាអាចចុចលើពីថា explore now ខាងក្រោមនេះមកនេះវាមានតាំងពីការទូទាយរៀងរាល់ប្រកួតនីមួយហើយការទាយបាទការទាយជាមួយនឹងនេះបាទការទាយជាមួយនឹងតើប្រទេសណាលើពានអីចឹងទៅអូខេអាចសាកល្បងទាយបានហើយសម្រាប់ការចូលរួម event មួយនេះលក្ខខណ្ឌគឺមានតែ2ទេបាទទី1បងប្អូនគ្នាត្រូវតែបង្កើតជាមួយនឹង OKX Exchange ជាមុនសិនហើយវាមានការបង្កើត OKX Exchange នេះខ្ញុំបានដាក់នៅក្នុងទំព័រ description នៅក្នុងវីដេអូនេះហើយបងប្អូនគ្នាអាចចូលទៅមើលបានហើយបងប្អូនគ្នាអាចបង្កើតដោយដាក់
ដំណល់តាមរយៈដំណល់ link ឬក៏ record របស់ខ្ញុំអូខេទីពីរបងប្អូនអាចចូលរួមតាមដំណល់ link ដូចគ្នានៅពេលយើងបង្កើតជាមួយ OK Exchange ហើយបងប្អូនអាចចូលរួមតាមដំណល់ link ដែលខ្ញុំដាក់នៅខាងក្រោមវីដេអូដូចគ្នានេះឧទាហរណ៍ថាបងប្អូនតាមដានទស្សនាវីដេអូមួយនេះបងប្អូនគ្រាន់តែយកម្រាមដៃចុចលើចំណងជើងវីដេអូនឹងមកបងប្អូនអាចចុចលើវាថាមកខាងក្រោមនឹងឃើញខាងក្រោមនេះខ្ញុំសរសេរហើយគឺ link ចូលរួមលេងជាមួយបាទតចុចលើ link ហ្នឹងទៅគឺវានាំបងប្អូនចូលទៅដល់ការចូលរួមលេងទូទាយសន្សំ HP ជាមួយ game ដែលខ្ញុំបានបង្ហាញមិញហ្នឹងហើយប៉ុន្តែត្រូវតែបង្កើតជាមួយនឹង OK ជាមុនសិនបើសិនបងប្អូនអត់បង្កើតជាមួយ OK ទេយើងអាចចូលរួមទូទាយបានទេអូខេហើយមួយទៀតបងប្អូនខ្ញុំសូមមានចម្ងល់អីសម្រាប់ group Telegram ខ្ញុំបានដាក់នៅខាងលើតែម្ដងអាច join ក្នុង group របស់ខ្ញុំហើយការខ្លាចជាសមាជិកក្នុង group របស់ខ្ញុំមិនតម្រូវបងប្អូនបង់លុយមកកាក់ម៉ាស៊ីនទេអាច join បាននៅ free ហើយរាល់ចម្ងល់ផ្សេងៗខ្ញុំនឹងឆ្លើយតបទៅបងប្អូនគ្នាវិញអូខេតោះឥឡូវដូចជារៀងយូរដែរហើយតោះដើម្បីកុំឲ្យខាត់ពេលយូរចុចទៅលើខាងក្រោមនេះទៅសម្រាប់បងប្អូនគ្នាដែលមាន OKX រួចរាល់អស់ហើយសម្រាប់បងប្អូនគ្នាដែលអត់ទាន់មាន OKX ទេនេះអាចបង្កើតជាមួយ OKX តែវីដេអូខ្ញុំដាក់ខាងក្រោមដូចគ្នាបាទចុចលើវីដេអូទៅវានឹងបង្ហាញបងប្អូនគ្នាពីវីដេអូមួយទៀតដែលនិយាយពីរបៀបនៃការបង្កើត OKX អូខេនៅពេលយើងមាន OKX ហើយចូលរួមតាមរយៈដំណល់ link ខាងលើនេះអាចចូលរួមលេង event សន្សំ HP ដើម្បីបដូរជាកាក់ BTC បានហើយបាទហ្នឹងហើយអញ្ចឹងដោយសារតែខ្ញុំបានជួញវាហើយខ្ញុំបាន screen record ទុកឲ្យបងប្អូនទាំងគ្នាមើលដែរនៅពេលបងប្អូនគ្នាចុចលើដំណល់ link របស់ខ្ញុំបងប្អូនគ្នាចូលមកដល់ទម្រង់នៃការបង្ហាញបែបនេះអូខេអញ្ចឹងបងប្អូនគ្នាអាចចុចលើពាក្យថា play បាទ play in the app ខាងក្រោមនេះគឺវានឹងនាំបងប្អូនទាំងគ្នាចូលមកដល់ទម្រង់បែបនេះហើយចុចលើពាក្យថា get start អូខេបន្តមកទៀតបងប្អូនទាំងគ្នានឹងឃើញផ្ទៃបង្ហាញជាទម្រង់បែបនេះណាអញ្ចឹងនេះអ្វីដែលយើងត្រូវធ្វើនេះគឺយើងចុចទៅលើខាងលើនេះគឺ explore event ហើយខ្ញុំសូមបញ្ជាក់ថា event របស់គេគឺគម្រោងរបស់គេគឺចែករហូតដល់16កាក់ BTC ដែលតម្លៃបច្ចុប្បន្ននេះបើកាក់ BTC តម្លៃវាឥឡូវគឺចុះដល់ខ្លាំងមែនទែនតម្លៃវា 50000 ជាងបាទ 50000 ជា 60000 ហើយមុនហ្នឹងដែលខ្ញុំបង្ហាញបងប្អូនគ្នាគឺវាសល់តែ2 BTC ទៅទេអញ្ចឹងបញ្ញាប់រស់រាន់ឡើងអូខេអញ្ចឹងចុចលើពាក្យថា explore event នេះមកគឺវានាំបងប្អូនគ្នាចូលមកដល់ក្នុងទម្រង់បែបនេះវិញម្ដងអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាបាទត្រូវចុចលើពាក្យថា get start ខាងក្រោមនេះអូខេគឺវានាំបងប្អូនទាំងអស់គ្នាចូលមកដល់ទម្រង់បែបនេះគឺការ verify ពីដំណាក់កាលអញ្ចឹងអត់ពិបាកទេបងប្អូនទាំងអស់គ្នានេះគ្រាន់តែចុចសញ្ញា tick នេះមួយហើយចុចលើពាក្យថានេះចុចលើពាក្យថា authorize trading ខាងក្រោមនេះវាលោតផ្ទៃយើងចុចបានណាយើងចុចសញ្ញា tick ហើយចុចលើផ្ទៃខាងក្រោមនេះមកវាលោតឲ្យបងប្អូនទាំងអស់គ្នា verify បើសិនមកទូរស័ព្ទដៃបងប្អូនទាំងអស់គ្នាដាក់ឲ្យ scan កញ្ចៅដៃវាលោតឲ្យយើង scan ប៉ុន្តែបើសិនមកទូរស័ព្ទបងប្អូនទាំងអស់គ្នាដាក់ឲ្យវា password គឺវានឹងលោតឲ្យយើងវាយ password ហើយចូលមកដល់ក្នុងទម្រង់បែបនេះគឺយើងត្រូវតែ verify ដំណាក់កាលទី2អូខេបងប្អូនទាំងអស់គ្នាចុចលើពាក្យថា authorize trading នេះមកហើយ scan កញ្ចៅដៃដូចគ្នាមកវាលោតចូលមកក្នុងទម្រង់បែបនេះតែម្ដងអញ្ចឹងនេះបន្តបងប្អូនទាំងអស់គ្នា register តាម link របស់ខ្ញុំហើយនឹងទទួលបាន XP នេះគឺ20 XP ហើយខ្ញុំបញ្ជាក់ចឹងកន្លែងនេះគឺសំខាន់មែនទែន game នេះអ្វីដែលយើងសំខាន់ផុតគឺយើងត្រូវតែសន្សំជាមួយ XP របស់យើងអូខេតោះឥឡូវខ្ញុំចូលទៅបង្ហាញនៅលើនេះវិញម្ដងចឹងបងប្អូនទាំងគ្នាចុចលើពាក្យថា get start នេះម្ដងទៀតមកហើយវានឹងនាំបងប្អូនទាំងគ្នាចូលមកដល់ក្នុងទម្រង់បែបនេះអូខេអញ្ចឹងមកដល់កន្លែងនេះវាចូលទម្រង់ដើមរបស់យើងហើយអញ្ចឹងសម្រាប់BTC ទាំងអស់ហ្នឹងឥឡូវមានអ្នកចូលរួមលេង 46000 អ្នកជាងហើយទៅតែចាយអស់2 BTC ទេមានន័យថាបើសិនបើគេគិតត្រឹមហ្នឹងគឺគិតត្រឹមតែ2 BTC ទេអញ្ចឹងនៅសល់នេះសរុបទាំងអស់ខ្ញុំទទួលផងមកខ្ញុំនិយាយថាអស់6 10 BTC អញ្ចឹងសរុបទាំងអស់គឺ16 BTC ណាដែលគេចែកហ្នឹងតោះឥឡូវចូលទៅបង្ហាញផ្ទាល់លើផ្ទៃ OKX វិញម្ដងហ្នឹងហើយអញ្ចឹងបន្ទាប់ពីបងប្អូនទាំងគ្នាបានចូលរួមតាមដំណល់ link ហើយបានបង្កើតOKX រួចរាល់ហើយសំខាន់ event មួយនេះបងប្អូនទាំងគ្នាត្រូវតែបង្កើតជាមួយគណនី OKX តាមរយៈដំណល់ link របស់ខ្ញុំហើយ verify បានជោគជ័យអញ្ចឹងណាមិនប្រកាសថាត្រូវតាមដំណល់ link របស់ខ្ញុំទេបងប្អូនទាំងគ្នាដែលបង្កើតពីមុនមកហើយក៏អាចចូលរួមលេងបានដែរប៉ុន្តែសម្រាប់បងប្អូនទាំងគ្នាដែលអត់ទាន់បានបង្កើតទេបាទអាចបង្កើតតាមរយៈដំណល់ link ឬដាក់ record របស់ខ្ញុំហើយចូលរួមលេងតាមរយៈដំណល់ link ខ្ញុំដាក់ខាងក្រោមវីដេអូខ្ញុំផងដែរអូខេចាំមកដល់កន្លែងនេះបងប្អូនទាំងគ្នានៅពេលដែលយើងទទួលបាន HP ហើយ HP នេះយើងត្រូវតែសន្សំវារាល់ថ្ងៃឥឡូវនេះកន្លែងនេះគឺយើងចូល check in មកគឺយើងទទួលបានជាមួយនឹង5 HP នេះ5 HP អូខេអញ្ចឹង check in ម្ដងគឺទទួលបាន5 HP ទៅទៀតវាលោតមកខាងលើនេះឃើញយើងទទួលបាន5 HP បន្ថែមគឺ25 HP សរុបហើយបងប្អូននៅខាងក្រោមនេះគឺយើងអាចចូលទៅរួមលេងការទាយនេះ round 1 របស់គេណាអញ្ចឹងខ្ញុំចុចលើថា go នេះអញ្ចឹងខ្ញុំសូមទស្សន៍ទាយថាប្រទេសដែលមានភាគរយខ្ពស់ក្នុងការលើកពានបាទយើងទេបងប្អូនទាំងគ្នាស្រឡាញ់ប្រទេសណាយកប្រទេសហ្នឹងទៅអញ្ចឹងខ្ញុំយកនេះខ្ញុំយកអេស្ប៉ាញមួយចុះអូខេហើយនេះខ្ញុំចុចលើពាក្យថា yes នេះអូខេអញ្ចឹងនេះគេសួរយើងថាតើយើងចង់ភ្នាល់ប្រមាណ XP ឡើយនេះភ្នាល់គឺភ្នាល់មិនដាក់លុយភ្នាល់ខ្ញុំបញ្ជាក់ដល់វិញគឺយើងយក XP ដែលយើងមានយកទៅភ្នាល់លេងទេនេះហើយគេក៏បានបញ្ជាក់ដែរថានេះ XP នេះគឺអាចបូក10អញ្ចឹងខ្ញុំដាក់10 XP អញ្ចឹងនេះ10 XP ហ្នឹងគឺយើងអាចភ្នាល់ទៅបានអូខេអញ្ចឹងខ្ញុំចុច buy នេះមក
អូខេអញ្ចឹងនេះ HP សរុបរបស់យើងសល់តែ15ទេហើយនេះយើងត្រឡប់ទៅវិញឥឡូវខ្ញុំទីអេស្ប៉ាញមានដំណាក់កាលហើយតើកីឡាករណាដែលនឹងទទួលបានស្បែកជើងមាសឬក៏អ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេណាបងប្អូនទាំងគ្នាអាចសាកល្បងមកឥឡូវខ្ញុំយកនេះចុះ Harry Kane ចុះនៅអ្នកដែលគាត់មើលបាល់គាត់ដឹងហើយគាត់ស្គាល់កីឡាករហើយអញ្ចឹងខ្ញុំយក Harry Kane ថាខ្ញុំដាក់5អូខេ5នេះ5សរុបមកគឺប៉ុណ្ណេះអូខេខ្ញុំចុចបាយនេះមកអូខេអញ្ចឹងនេះអញ្ចឹង HP របស់ខ្ញុំសល់តែ10ទេឥឡូវខ្ញុំ break ថយក្រោយវិញហើយយើងមើលក្នុង group stage ឬក៏យើងនេះបើសិនបងប្អូនចង់ទាយថាគូណាឈ្នះប្រទេសណាឈ្នះយើងចូល live upcoming នេះអញ្ចឹងខ្ញុំយកទី1ខ្ញុំយកមេស៊ីកូអូខេខ្ញុំយកមេស៊ីកូមួយមកហើយខ្ញុំភ្នាល់5 HP អូខេហើយយើងបាយមកហើយយើងបែកមកវិញខ្ញុំយកនេះខ្ញុំយកបងប្អូនមើលតាមហ្នឹងមកប្រទេសណាដែលមានប្រយោជន៍ឈ្នះអីចឹងខ្ញុំមើលសិនអូខេនេះអូប្រេស៊ីលអញ្ចឹងខ្ញុំយកប្រេស៊ីលខ្ញុំ fan ប្រេស៊ីលអូខេខ្ញុំដាក់5 HP មកខ្ញុំចុចបាយមកអូខេឥឡូវ HP របស់ខ្ញុំអស់ហើយយើងចេញទៅវិញអស់ទៅHP របស់យើងអាចសន្សំឡើងវិញបានណាអូខេយើងអាចសន្សំឡើងវិញបានបងប្អូនទាំងគ្នានេះខ្ញុំចាយអស់ប៉ុណ្ណេះមានន័យថាយើងចូលរួមលេងកន្លែងនេះណាយើងចូលរួមទាយហ្នឹងក៏យើងទទួលបាន HP បន្ថែមដែរនេះឃើញទេបងប្អូនឃើញទេយើងចូលរួមទាយហ្នឹងគឺយើងទទួលបាន HP បន្ថែមដែរគឺបានទទួល point របស់យើងបន្ថែមនេះគឺ23ហើយចូលរួមលេងបានរាល់ថ្ងៃ check in បានរាល់ថ្ងៃចូលរួមទូទាយបានកាន់តែច្រើនបងប្អូនទាំងគ្នានឹងទទួលបានជាមួយ HP កាន់តែច្រើននៅក្នុង event មួយនេះអូខេអញ្ចឹង event មួយនេះខ្ញុំដូចជានិយាយច្រើនដែរហើយអញ្ចឹងมันមានបន្តទៀតទេហើយបើសិនបងប្អូនមានចម្ងល់អីអាចjoinក្នុង group Telegram របស់ខ្ញុំអាចសួរខ្ញុំបានដោយសេរីអូខេអញ្ចឹងខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទខ្ញុំសូមអរគុណសូមគោរពលា